បន្ទាប់ពីដើរជន់កម្រាលមួយនារីម្នាក់ស្ទើរតែធ្វើឲ្យធូរតម្លៃរាប់សិបលានធ្លាក់ខូចនៅវិនាទីចុងក្រោយបុរសវ័យកណ្ដាលម្នាក់បានរត់ចូលមកហើយប្រើខ្លួនគាត់បាំងធូរនោះធូរត្រូវបានសង្គ្រោះប៉ុន្តែដៃរបស់គាត់ប៉ះត្រូវជ្រុងទៅយ៉ាងខ្លាំងរហូតឈាមហូរចេញភ្លាមនារីនោះក្រោកឡើងហើយមិនបានមើលរបួសរបស់គាត់សូម្បីតែបន្តិចភ្នែករបស់នាងផ្ដោតតែទៅលើធូបប៉ុណ្ណោះមានស្នាមខូចតិចតួចមួយធ្វើឲ្យមុខនាងផ្លាស់ប្ដូរនាងដឹងថាប្រសិនបើប្រធានក្រុមហ៊ុនដឹងនាងនឹងមានបញ្ហាធំបុរសនោះទោះមានឈាមហូរដៃក៏នៅតែប្រាប់នាងដោយស្ងប់ស្ងាត់ថាកុំដើរពេលមើលទូរស័ព្ទបន្ទាប់មកគាត់បែរខ្លួនចេញទៅប៉ុន្តែភ្លាមនោះនារីស្រែកថាឈប់ភ្លាមអាកប្បកិរិយារបស់នាងបានផ្លាស់ប្ដូរទាំងស្រុងនាងចង្អុលទៅគាត់ហើយចោទថាគាត់ជាអ្នកធ្វើឲ្យធូបខូចហើយចង់រត់គេចពីការទទួលខុសត្រូវនាងថែមទាំងគំរាមថាប្រសិនបើគាត់មិនបង់សំណងថ្ងៃនេះទេគាត់នឹងមិនអាចចាក់ចេញបានឡើយបុរសនោះភ្ញាក់ផ្អើលនឹងខឹងយ៉ាងខ្លាំងគាត់បញ្យល់ថានាងជាអ្នកដើរជន់ខ្លួនឯងហើយគាត់គ្រាន់តែជួយប៉ុណ្ណោះអ្នកឆ្លងកាត់ម្នាក់បាននិយាយការពីគាត់ប៉ុន្តែនារីនោះបានគំរាមវិញភ្លាមនាងនិយាយថាបើនិយាយមួយម៉ាត់ទៀតនឹងធ្វើឲ្យពួកគេទាំងអស់បាត់បង់ការងារមនុស្សទាំងអស់ស្ងាត់ភ្លាមពេលនោះអ្នកគ្រប់គ្រងបានមកដល់ឃើញមានអ្នកគ្រប់គ្រងនារីនោះរត់ទៅកាន់គាត់ហើយធ្វើជាអ្នកយំបង្ខូចថាបុរសនោះមិនត្រឹមតែបំផ្លាញធូរទេថែមទាំងរំខាននាងទៀតផងអ្នកគ្រប់គ្រងញឹមត្រជាក់ហើយនិយាយថាហ៊ានណាស់មកបោកលុយនៅទីនេះនៅពេលអ្នកឆ្លងកាត់ព្យាយាមពន្យល់ម្ដងទៀតអ្នកគ្រប់គ្រងក៏ស្រែកបិទមាត់ពួកគេហើយនិយាយថាបើភ្នែកមើលឲ្យច្បាស់នេះគឺជាគូដណ្ដឹងរបស់ប្រធានក្រុមហ៊ុនដូច្នេះបុរសវ័យកណ្ដាលនោះស្រឡាំងកាំងភ្លាមព្រោះមនុស្សដែលឈរនៅមុខគាត់គឺជាគូដណ្ដឹងកូនស្រីរបស់គាត់តាមពិតគាត់គឺជាអ្នកបង្កើតក្រុមហ៊ុនទាំងមូលគាត់បានចំណាយពេលជាច្រើនឆ្នាំនៅក្រៅប្រទេសហើយទុកក្រុមហ៊ុនឲ្យកូនស្រីគ្រប់គ្រងថ្ងៃនេះគាត់ទើបត្រឡប់មកវិញកូនស្រីបានប្រាប់ថានាងនឹងរៀបការដូច្នេះគាត់ចង់មកសង្កេតមើលគូដណ្ដឹងដោយខ្លួនឯងនាងធ្លាប់និយាយថាគាត់ជាមនុស្សអាចទុកចិត្តបានប៉ុន្តែការពិតគឺផ្សេងទៀតបុរសនោះមានទំនាក់ទំនងលាក់លៀមជាមួយមិត្តភក្តិជិតស្និទ្ធរបស់នាងហើយថែមទាំងមានផែនការដណ្ដើមក្រុមហ៊ុនទៀតផងសំណាងល្អអ្នកបង្កើតក្រុមហ៊ុនបានមកទាន់ពេលប៉ុន្តែគូដណ្ដឹងមិនស្គាល់គាត់ឡើយគាត់បញ្ជាឲ្យបុគ្គលិកស្វែងរកអីវ៉ាន់របស់បុរសនោះដោយសង្ស័យថាគាត់លួចទ្រព្យសម្បត្តិនៅពេលបុរសនោះព្យាយាមខាត់ត្រូវបានផ្ទះមួយកំភ្លៀងបណ្ដាលឲ្យដួលទៅដីកាបូបត្រូវបានបើកហើយខាងក្នុងមានតែរបស់ចាស់សាមញ្ញប៉ុណ្ណោះ